បញ្ហារបស់ម្ចាស់បំណុលនិងកូនបំណុលមិនមែនជាលុយទេបញ្ហាដ៏ធំរបស់ម្ចាស់បំណុលនិងកូនបំណុលគឺជាការភ័យខ្លាចនិងការអស់សង្ឃឹមហេតុអីខ្ញុំលើកឡើងអញ្ចឹងចំពោះបំណុលដែលបរាជ័យឬបំណុលដែលខាតឬក៏កម្ចីឬក៏ឡូនដែលមានបញ្ហាគឺអ្វីដែលធ្វើឲ្យអ្នកទាំងពីរទាំងម្ចាស់បំណុលនិងកូនបំណុលជួបបញ្ហាជាមួយគ្នាដោយសារតែការភ័យខ្លាចវាមិនមានន័យថាកូនបំណុលភ័យខ្លាចជាមួយនឹងការជួបជាមួយម្ចាស់បំណុលមិនដឹងជាមានដំណោះស្រាយបែបណាឬក៏បញ្យល់ម្ចាស់បំណុលបែបណាឬក៏ត្រូវសងត្រឡប់បែបណាដូច្នេះធ្វើឲ្យគាត់ stress ភ័យខ្លាចនឹងមួម៉ៅច្រើនហើយអត់ចង់ជួបម្ចាស់បំណុលទេព្រោះមិនដឹងថាត្រូវបញ្យល់វាមិនហើយម្ចាស់បំណុលវិញក៏ដូចគ្នាភ័យខ្លាចរឿងយកលុយខ្លួនឯងមកវិញអត់បានបាទភ័យខ្លាចដូច្នេះគាត់ព្យាយាមដាក់សម្ពាធឬសង្កត់ផ្លូវចិត្តទៅកាន់កូនបំណុលរបស់ខ្លួនឯងហើយលទ្ធផលចុងក្រោយមានន័យថាភ័យខ្លាចដូចគ្នាអត់សង្ឃឹមដូចគ្នាហើយចាប់ដើមឆ្លើយតបឬ response ទៅវិញទៅមកដូចជាការអាចជាឆ្លោះគ្នាខ្លាំងចឹងទៅជេរគ្នាឬក៏បង្កបញ្ហាហិង្សាគ្នាទៅវិញទៅមកហើយពេលខ្លះកូនបំណុលរងសម្ពាធខ្លាំងក៏ធ្វើអត្តឃាតសម្លាប់ខ្លួនឬក៏រត់គេចពីស្រុកកំណើតឬក៏បែបហ្នឹងទៅហ្នឹងហើយម្ចាស់បំណុលវិញអ្វីដែលលទ្ធផលចុងក្រោយវាមិននៅពេលដែលបំណុលចាប់ដើមកាន់តែលំបាកហើយកូនបំណុលមិនព្រមសងមានតែគាត់ខាតបង់ពេលខ្លះក៏អាចដួលរលំលើអាជីវកម្មគាត់ដែរព្រោះតែគាត់មិនអាចទទួលលុយដើមពីកូនបំណុលរបស់ខ្លួនឯងមកវិញហ្នឹងហើយអញ្ចឹងមានន័យថាបើសិនជាអ្នកទាំងពីរដាក់សម្ពាធនេះទៅវិញទៅមកឬក៏កិច្ចវេះនឹងធ្វើឲ្យខាតទាំងអស់គ្នាហ្មងទាំងកូនបំណុលនិងម្ចាស់បំណុលត្រូវខាតទាំងពីរគ្មានចំណេញអីត្រឡប់មកវិញទេចំណេញអីបើសិនជាម្ចាស់បំណុលត្រូវអត់បានលុយដើមមកខ្លួនឯងត្រឡប់មកវិញផងហ្នឹងហើយកូនបំណុលវិញបែរជារត់ចោលស្រុកឬក៏ធ្វើអត្តឃាតសម្លាប់ខ្លួនឬក៏ខ្លាចជាមនុស្សដែលមានបញ្ហាសន្តិស្មារតីឧទាហរណ៍អញ្ចឹងទៅនឹងមានរឿងរ៉ាវច្រើនណាស់ដែលកើតឡើងចំពោះបញ្ហាចេញអំពីរឿងបំណុលដែលខូចហ្នឹងបំណុលដែលមានបញ្ហាហ្នឹងដូច្នេះអ្វីជាដំណោះស្រាយតាមគំនិតរបស់ខ្ញុំណាខ្ញុំសូមលើកទឹកចិត្តថាគួរតែវិចារណាឡើងវិញហើយនឹងរើដំណោះស្រាយរួមគ្នាការពីខ្ញុំរស់ស៊ីបងប្អូនទីស្រឡាញ់ខ្ញុំរស់ស៊ីគឺខ្ញុំបរាជ័យនៅមុខចំនួន4 5 6ហើយខ្ញុំក៏ធ្លាប់ជាពាក់លុយគេរាប់ម៉ឺនដុល្លារហើយអ្វីដែលខ្ញុំភ័យខ្លាចគឺភ័យខ្លាចម្ចាស់បំណុលមកទានឹងឯងពេលខ្លះម្ចាស់បំណុលខលមកខ្ញុំអត់ចង់លើកទេហើយពេលខ្លះម្ចាស់បំណុលដូរលេខទូរស័ព្ទដើម្បីខលមកខ្ញុំរហូតដល់មិនហ៊ានលើកនឹងលេខរបស់អ្នកណាហើយមិនហ៊ានចូល office មិនចូលកន្លែងធ្វើការទេព្រោះតែខ្លាចจะជួបម្ចាស់បំណុលពួកអីមួយថ្ងៃខ្ញុំត្រូវទូទាត់លុយរាប់ពាន់ដុល្លារជាមួយម្ចាស់បំណុលរាប់សិបនាក់ដែលគេមកបដាក់គ្នារហូតដូច្នេះធ្វើឲ្យខ្ញុំមានសម្ពាធដែលគេដាក់សម្ពាធខ្ញុំដើម្បីដាក់ថ្ងៃដាក់ពេលវេលាសម្ពាធគ្រប់បែបយ៉ាងដើម្បីឲ្យខ្ញុំសងលុយត្រឡប់ទៅវិញដូច្នេះធ្វើឲ្យខ្ញុំរត់កិច្ចវេះចេញពីម្ចាស់បំណុលនេះជាបទពិសោធន៍ខ្ញុំកាលពី7 8ឆ្នាំមុនហើយដូច្នេះអ្វីគួរថាដោះស្រាយរបៀបម៉េចខ្ញុំលើកចិត្តថាល្អបំផុតកូនបំណុលនិងម្ចាស់បំណុលគួរតែអង្គុយតុជាមួយនឹងគ្នាហើយទៅជែកគ្នាដោយចិត្តត្រជាក់បន្តិចរើដំណោះស្រាយរើបញ្ហាមួយគ្នាដោយរើមេរោគចឹងថាមានបញ្ហាអីបានធ្វើឲ្យមានបញ្ហានឹងកើតឡើងតាក់ទងជាមួយបំណុលហ្នឹងដូច្នេះអាចដំណោះស្រាយបែបណាកើតឡើងជាមួយគ្នាដើម្បីអាចទាំងអស់គ្នាអាចដោះស្រាយបញ្ហាហ្នឹងបានមិនថាកូនបំណុលអាចរើលុយដើម្បីដោះស្រាយទៅម្ចាស់បំណុលហើយម្ចាស់បំណុលអាចនឹងទទួលបានលុយខ្លួនឯងត្រឡប់ទៅវិញដូច្នេះអង្គុយទៅជែកគ្នាទៅរើបញ្ហាជាមួយនឹងគ្នាទៅរើដំណោះស្រាយជាមួយគ្នាទៅនិយាយល្អៗមួយគ្នាទៅហ្នឹងហើយនោះវាប្រសើរជាជាងដែលបងប្អូននឹងបាត់បង់អ្វីទាំងអស់បាទដោយព្រោះតែការមិនចេះយោគយល់និងការទៅជែកគ្នាជាមួយទៅមើលរើផ្លូវកណ្ដាលរួមគ្នាដើម្បីរកកាន់ដំណោះស្រាយមួយត្រឹមត្រូវហ្នឹងហើយដូច្នេះនេះជាមតិយោបល់ខ្លះដែលអ្នកទាំងអស់គ្នាដែលជាម្ចាស់បំណុលនិងកូនបំណុលគួរតែពិចារណានិងវិភាគមើលតើអ្វីដែលចំណេញអ្វីដែលខាតសូមវិភាគឲ្យត្រឹមត្រូវបាទអរគុណ